គុកបៃតងក៏ពិតស្ដាប់ទៅវាដូចជាធម្មតាប៉ុន្តែវាបន្សល់នៅអតីតកាលជាច្រើនដែលធ្វើឲ្យយើងគិតថាពេលដែលយើងធំឡើងឬក៏ពេលដែលយើងអាយុកាន់តែច្រើនបន្តិចយើងដឹងពីគុណតម្លៃជីវិតវាសំខាន់ប៉ុណ្ណាហើយក៏យើងមិនចង់បោះបង់ខ្លួនឯងម្ដងទៀតឡើយត្រឡប់ទៅអតីតកាលនៅថ្ងៃទី17មេសាឆ្នាំ1975ជាខួបកំណើតរបស់ខ្ញុំគម្រប់ខួប6ឆ្នាំក៏ប៉ុន្តែវាមិនមែនជាថ្ងៃដ៏គួររីករាយទេខ្ញុំនៅតូចតែក៏អាចថាចាំរូបភាពទាំងអស់នោះច្បាស់ព្រោះវាកាត់ឡើងតែម្ដងប៉ុណ្ណោះនៅក្នុងកុមារភាពរបស់ខ្ញុំឪពុកក្នុងគ្រួសាររបស់ខ្ញុំមានបងស្រីមានប៉ាមានម៉ាក់យើងនៅភ្នំពេញសុកយើងត្រូវរៀបចំអីវ៉ាន់ដើម្បីត្រៀមចាក់ចេញពីទីក្រុងតាមបង្គាប់របស់ទាហានដែលខ្ញុំឃើញថាពួកគាត់មានឈុតខ្មៅហើយជិះឡានប្រកាសមេក្រូតាមដងផ្លូវគេបានប្រកាសថាបងប្អូនទាំងអស់គ្នាពួកអាមេរិកនឹងទម្លាក់គ្រាប់បាយហើយដើម្បីសុវត្ថិភាពសូមបងប្អូនចាក់ចេញពីទីក្រុងជាបន្ទាន់ឆាប់ឡើងមិនបាច់យកអីវ៉ាន់ច្រើនទេចាំយូរ3 4ថ្ងៃមកវិញហើយក៏ពិតមិនមែនតែគ្រួសារខ្ញុំទេអ្នកដទៃក៏ជំនះដែរគឺពួកយើងគ្រប់គ្នាចេញពីទីក្រុងភ្នំពេញក្រុមស៊ុតគ្រួសាររបស់ខ្ញុំបានជំនះទៅកាន់ភូមិត្រើយឃុំរៈជ័យស្រុកបាជួបបាភ្នំខេត្តព្រៃវែងដែលជាទឹកដីកំណើតរបស់ពុកម្ដាយខ្ញុំមកដល់ទីនោះគេនិយាយដល់អង្គការទាំងដែលខ្ញុំអត់ថាហ្នឹងឯគេហើយបែងចែករវាងមូលដ្ឋានចាស់ដែលមានន័យថាប្រជាជនមូលដ្ឋានដែលសំដៅដល់អ្នកដែលរស់នៅទីនោះស្រាប់និងពួកមូលដ្ឋានថ្មីប្រជាជន17មេសាគឺគ្រួសាររបស់ខ្ញុំជាដើមធ្វើការឯគេនេះជាសំណួរដែលខ្ញុំឆ្ងល់ពេលដែលឮសំណួរគេថាធ្វើអីមានមនុស្សឈុតខ្មៅសួរម្ដងម្នាក់គ្រប់ក្រុមគ្រួសារទាំងអស់អ្នកខ្លះឆ្លើយថាការងារខ្លួនជាគ្រូពេទ្យគ្រូបង្រៀនមន្ត្រីរាជការកម្មករសំណង់មេផ្ទះអីជាដើមប្លែកអីតពុកខ្ញុំបែរជាថាគាត់ជាអ្នកធាក់ស៊ីក្លូការពិតពុកជាគ្រូពេទ្យតាម៉ែអ្នកលក់ចាប់គួយមកផ្ទះគាត់ក៏ឆ្លើយតាមនឹងបងស្រីខ្ញុំអាយុ17ឆ្នាំហើយគាត់នៅរៀនមិនទាន់ធ្វើការនៅឡើយទេពុកមិនពុកកុហកគេថាពុកមិនមែនគ្រូពេទ្យទេពុកអោនមកចិត្តឲ្យប្រាប់ថាពុំឆ្ងល់យើងមិនអាចទុកចិត្តណាបានទេពេលនេះខ្ញុំសម្លឹងមើលម៉ែនិងបងស្រីនៅស្ងៀមពួកគាត់មានទឹកមុខអាប់អួរហូរនិយាយអត់ទៅមានរឿងអីមែនស្ថានភាពនេះខ្លាំងមែនខ្ញុំអត់គិតថាខ្លួនឯងកំពុងតែនៅជីវិតពិតអត់ទេតែមិនណាគេដាស់ខ្ញុំបានអត់អ្នកដែលគេប្រាប់ថាខ្លួនធ្វើការជារដ្ឋាភិបាលអ្នកមានសមត្ថភាពមានចំណេះដឹងអីគេថាគេយកទៅជួបអង្គការសម្រាប់អ្នកមានសមត្ថភាពគ្រាន់តែឮអញ្ចឹងគ្រួសារខ្លះយំអញ្ចឹងមិនគេយំអញ្ចឹងគ្រួសារគេបែកគ្នាប្រពន្ធត្រូវលេងប្តីត្រូវលេងកូនសំលេងយំពេញហ្នឹងខ្ញុំភ័យហ្នឹងឃើញអញ្ចឹងរូបភាពហ្នឹងមិនចឹងណាមានអារម្មណ៍ថាអត់ល្អគេបានប្រាប់ឲ្យពួកយើងគ្រប់គ្នាស្លៀកឈុតខ្មៅហើយបំបែកក្មេងៗទៅដោយក្មេងៗវ័យជំទង់ទៅតាមវ័យជំទង់ហើយមនុស្សចាស់ទៅដោយមនុស្សចាស់ការនេះធ្វើឲ្យខ្ញុំសម្លឹងមើលពុកម៉ែនិងបងស្រីដល់អារម្មណ៍ហារត់ត្រូវសោះពុកបានធ្វើសញ្ញាកុំឲ្យខ្ញុំមាត់និងសួរអ្វីទាំងអស់ចាប់ពីថ្ងៃនោះមកខ្ញុំត្រូវរស់នៅជាមួយក្មេងៗដទៃទៀតតែខ្ញុំមិនដែលស្គាល់សោះក្រោមការគ្រប់គ្រងរបស់ប្រធានក្រុមដែលជាអ្នកមូលដ្ឋានចាស់ម៉ែត្រូវបានគេចាត់ឲ្យទៅនៅផ្ទះធ្វើអង្គពុកត្រូវចេញទៅដាំដំណាំតាមភូមិបងស្រីត្រូវគេបញ្ជូនទៅរស់នៅឯភូមិម្ខាងទៀតដែលគេត្រូវឲ្យធ្វើការងារធ្ងន់ក្នុងនាមជាយុវជនពេញកម្លាំងខ្ញុំរស់ទាំងអត់យល់ថាយើងត្រូវផ្លាស់ប្ដូរបែបហ្នឹងហើយណាពាក្យសន្យាថា3ថ្ងៃឲ្យយើងទៅវិញអត់ហងសន្យាខ្យល់ផ្ទះរបស់យើងពេលនោះមិនមែនផ្ទះថ្មធំតូចដូចនៅក្រុងទេតែជាខ្ទមស្លឹកហើយនៅគ្នាប្រជារាស្ត្រគ្នា5 6នាក់ពួកយើងក្មេងមែនតែអត់អាចដេកទៅមួកបានទេម៉ោង3ភ្លឺយើងត្រូវក្រោកស្រោចដំណាំឆ្ងាយពីផ្ទះ
ប្រហែល1គីឡូបើយើងដេកស្ពឹកមិនក្រោកដោយខ្លួនឯងគង់តែមានអ្នកមានគេដាក់ឲ្យក្រោកទេខ្ញុំដូចក្មេងៗទាំងអស់ដែរត្រូវយកទឹកជីងពីដងហើយរែកស្រោចដំណាំច្រើនហិកតាក្រោយពីស្រោចដំណាំរួចពួកយើងត្រូវដើរទៅកន្លែងយើងវិញដើម្បីធ្វើស្រែដកស្ទូងនៅវាលខ្ញុំចេះធ្វើស្រែស្គាល់រសជាតិធ្វើស្រែយ៉ាងគេហើយធ្លាប់តែក្មេងសនុកធ្លាប់តែដេកលេងដេកទល់ភ្លឺមានអាហារគ្រប់គ្រាន់ឥឡូវគឺខ្សោយរហូតចង់ខ្យល់ចាប់ក៏មានដែរអាហារដែលយើងមានតែពីរពេលទេគឺថ្ងៃត្រង់និងល្ងាចហើយរបបអាហារយើងម្នាក់ទទួលបានគឺបបររាវកឃ្លោកមួយចានមិនឃើញក្រកអង្គផងបបរសាបដូចទឹកទន្លេយើងសុំតាមអំបិលបន្តិចក៏ប្រជាជនមូលដ្ឋានដែលរស់នៅធ្វើការនៅរោងបាយហ្នឹងធ្វើមុខជាដែរព្រឹកមួយកំពុងតែស្រោចដំណាំខ្ញុំស្រាប់តែឃើញកងឆ្លូប2នាក់កំពុងតែដើរសម្ដៅមកព្រៃពុកនាំពុកខ្ញុំដើរសម្ដៅទៅព្រៃធំខ្ញុំមានអារម្មណ៍អត់ស្រួលខ្ញុំទម្លាក់ធុងទឹកចុះដាវ៉ូតហែងទៅណាបរិយជាក្មេងម្នាក់ដែលនៅជាមួយខ្ញុំដែរបានស្រែកសួរខ្ញុំអត់នឹកឆ្លើយទេខ្ញុំទៅរកគេដែលអ្នកនាំពុកខ្ញុំទៅពូនាំពុកខ្ញុំទៅណាទៅធ្វើការរបស់ហែងទៅយើងទៅមានការជារឿងរបស់ចាស់ឯងចុះពេលណាពុកខ្ញុំមកវិញរួចកិច្ចការពេលណាពុកឯងមកវិញហ៎ប្រាប់កូនឯងថាយើងប្រញាប់ទៅធ្វើការរឿងសំខាន់កងឆ្លូបម្នាក់ប្រាប់ពុកទៅវិញទេកូនពុកមានការមកនិយាយពុកមកវិញទេឆាប់ទៅពុកខ្ញុំនិយាយបានតែប៉ុណ្្នឹងពុកដើរទៅតែចេះតែងាកមើលខ្ញុំរហូតខ្ញុំឈរមើលពុកអារម្មណ៍ច្បុកច្បល់ពុកបានត្រូវគេនាំចូលទៅក្នុងព្រៃផុតភ្នែកយប់នោះខ្ញុំអត់ស្រួលចិត្តសោះចេះតែនឹកគិតដល់រឿងអត់ល្អជិតពេលដែលគ្មានដតីទៀតឆ្លាស់គ្នាងូតទឹកខ្ញុំក៏លួចទៅរកម៉ែដល់ផ្ទះពេលទៅដល់ផ្ទះខ្ញុំស្រាប់តែឃើញម៉ែអង្គុយត្របោមអោបក្បាលជង្គង់មើលទៅស្ងប់ស្ងាត់មែនពុកមានរឿងអីមែនអត់មកវិញទៀតម៉ែគ្រាន់តែឃើញខ្ញុំភ្លៀងក៏អង្គុយយំតែម្ដងម៉ែពុកមកវិញនៅព្រឹកមិញខ្ញុំឃើញកងឆ្លុបពីរនាក់នាំចូលម៉ែយំយោម៉ែកាត់អីម៉ែយំយ៉ាងដាវូតខ្លួនឯងស្លាប់ហើយខ្ញុំបានត្រឹមតែយំម្សិលមិញមានអ្នកត្រូវពោះចាប់ហើយពុកក៏ចូលទៅជួយអ្នកស្រុកបានយកកណាត់ចងរឹតកន្លែងពោះចិត្តហើយពុកប្រាប់ថាឲ្យគេស្រាយចេញហើយពយោប្រាប់គេពីហេតុផលគេក៏ចាប់បានថាពុកជាពេទ្យចេះព្យាបាលតាមវិទ្យាសាស្ត្រទោះជាពុកឯងប្រកែកមិនក៏គេមិនជឿដែរពេលនេះទើបខ្ញុំដឹងថាហេតុអីបានពុកកុហកពុកមិនមែនជាគ្រូពេទ្យព្រោះអ្នកមានចំណេះដឹងត្រូវគេផ្ដាច់ជីវិតខ្ញុំសំណោះពុកព្រោះពុកបានចំណាយពេលស្ទើរតែមួយជីវិតរបស់គាត់សង្គ្រោះជីវិតមនុស្សដ៏មិនខ្លាចនឿយហត់តែទីបំផុតត្រូវស្លាប់ដោយសារតែជួយមនុស្សក្នុងនាមជាពេទ្យបើសិនជាគេត្រូវគូសចឹកឲ្យពុកបិទភ្នែកធ្វើមិនដឹងពុកប្រហែលជាអត់ជឹកទេតែពុកធ្វើអត់បានជីវិតមនុស្សគឺមានតម្លៃជាងអីទាំងអស់នេះជាមនសិការរបស់ពេទ្យបើដឹងថាព្រឹកមិញជាថ្ងៃចុងក្រោយខ្ញុំសុំតាប្រហែលនាទីដើម្បីអោបពុកនឹងនិយាយប្រាប់ថាកូនស្រឡាញ់ពុកកូនមានមោទនភាពដែលបានកើតមកជាកូនពុកដែលជាគ្រូពេទ្យល្អម្នាក់សម្រាប់ប្រជាជនអញ្ចឹងតាំងពីដឹងថាពុកត្រូវគេសម្លាប់ខ្ញុំចាប់ផ្ដើមភ័យខ្លាចរបបនេះខ្លាំងណាស់រាល់យប់ពេលក្មេងៗចេញទៅងូតទឹកខ្ញុំលួចទៅរកម៉ែជារៀងរាល់2ថ្ងៃម្ដងព្រោះខ្ញុំខ្លាចបាត់ម៉ែដូចបាត់ពុកពេលជួបម៉ែតែងលួចស្ងោរមាន់ជាមួយតឡាចនៅក្នុងកំសៀវឲ្យខ្ញុំហូបពួកយើងភ័យយើងរស់ទាំងភ័យខ្លាចតែវាមានទំហំតិចជាងភាពស្រេកឃ្លានទើបយើងបន្ថយធ្វើខុសវិន័យនៅយប់នោះភាពភ័យខ្លាចក៏កាត់ឡើង
ខ្ញុំកំពុងតែហូបស៊ុបស្រាប់តែមានគេដើរមកភ្លាមម៉ែដឹងស្ថានភាពមិនស្រួលក៏ប្រញាប់ទៅលុតភ្លើងខ្លួនឯងទៅពួនក្រុមគេសិនណាពេលបងឃើញហូបស្អីកងឆ្លប់សួរអូយខ្ញុំដាំទឹកអស់ទឹកហូបហ្នឹងណាលោកប្អូននៅតែឯងចង់សួរដល់អ្នកណាបើខ្ញុំបើបងនៅម្នាក់ឯងស្រាប់ហើយតើព្រោះប្តីអីចឹងពេលទឹកពុះប្រឡប់ភ្លើងហ៎ពេលកងឈប់ទៅបាត់ខ្ញុំក៏លួចដើរមកផ្ទះវិញហើយក៏ស្រាប់តែមានគេសួរអ្នកបងប្រធានក្រុមតើពីណាខ្ញុំចាំគេងូតទឹកយូរពេកក៏រងងូតទឹកនៅបឹងក្រោយតែដល់ងឹតពេកខ្លាចដើរមកវិញហ្មងថាខ្ញុំមិនរស់ទេពេលនេះដើរមកក្រែតែងូតទឹកបឹងហីខ្ញុំមិនមកវិញស្ងួតតែអញ្ចឹងសំណាងល្អយបានបុរីជួយតាំងពីថ្ងៃហ្នឹងមកខ្ញុំអត់សូវទៅហ៊ានរកម៉ែញឹកទេព្រោះខ្លាចគេចាប់បានទៀតបានមួយខែគេក៏ប្រកាសឲ្យក្មេងៗដូចពួកខ្ញុំទៅរៀននៅភូមិថ្មទ្រាំងដោយសារបានរៀនសូត្រខ្ញុំក៏សប្បាយបានខ្លះខ្ញុំក៏ជួយបង្រៀនកូនអ្នកមូលដ្ឋានចាស់បានខ្លះដែរមានថ្ងៃមួយប្រអប់ជើងខ្ញុំហើមគេថាកើតពឹសមេក្រុមអាណិតក៏ឲ្យខ្ញុំទៅជួបម៉ែដល់ផ្ទះមិនទាន់បានអីហ៎ខ្ញុំក៏ឮបងស្រីខ្ញុំនិយាយម៉ែខ្ញុំអត់ចង់រៀបការខ្ញុំអត់ស្គាល់គេខ្លាចម៉ែរីក្បឿខ្លួនឯងប្រកែកមិនរៀបការក៏អង្គការនៅតែចាប់ខ្លួនឯងរៀបការមួយអ្នកផ្សេងដដែលទៅរៀបការជាមួយអ្នកផ្សេងម៉ែអត់តែស្គាល់ពូជពងគេទេរៀបការជាមួយកូនអ្នកនេះទៅណាម៉ែក៏បារម្ភខ្លួនឯងដែរតែធ្វើម៉េចនេះជាបញ្ជាអង្គការអ្នកនេះអះអាងហើយថាកូនប្រុសគេល្អទៅគេមិនចង់ឲ្យកូនគេរៀបការមួយអ្នកណាដែរគេមិនស្គាល់ដូចគ្នាហ្នឹងយ៉ាងណាក៏គេផុតឲ្យកូនឈប់យំកុំឲ្យអង្គការគេចោទថាយើងមិនពេញចិត្តនឹងរៀបការសម្រាប់បានមួយថ្ងៃជើងខ្ញុំក៏ស្រក់ហើមហើយខ្ញុំអាចដើរធម្មតាខ្ញុំក៏ត្រឡប់ទៅធ្វើការនិងរស់នៅកន្លែងចាស់វិញពេលឈឺជើងនេះម៉ែសុំច្បាប់គេបានមើលថែខ្ញុំដែរបន្ទាប់ពីរៀបការបងស្រីហើយអង្គការមិនមែនរៀបចំរៀបការតែបងណារីទេណាគេរៀបការឲ្យកន្លោះកមុំមកច្រើនគូមែនតើតាមតែអ្វីដែលអង្គការជាអ្នកកំណត់ជីវិតរបស់ខ្ញុំបន្តមកទៀតហាក់ដូចអត់មានអីប្រែប្រួលទេខ្ញុំនៅតែធ្វើការក្រោកពីព្រលឹមហូបបបរទឹកក៏ឃ្លោកគ្មានអង្គហ្នឹងទៅខ្ញុំមានតំណែងល្អជាមួយអ្នកភូមិចាស់ដែរដោយសារខ្ញុំជួយបរៀនកូនគេរាល់យប់គេឲ្យពោតឲ្យអីហូបខ្លះវាថ្ងៃមួយនៅចុងឆ្នាំ1979កំពុងតែរៀនសុកស្រាប់តែគេមកប្រាប់ថាឲ្យយើងឈប់រៀនហើយជួបជុំគ្រួសារទៅរៀបចំអីវ៉ាន់ព្រោះកងទ័ពវៀតណាមចូលមកហើយគ្រូក៏បានប្រាប់ខ្ញុំថាថែខ្លួនណាឯងជាសិស្សពូកែខ្ញុំរត់ទៅអោបគ្រូទឹកភ្នែកហូរអ្នកគ្រូយើងជួបគ្នាវិញអត់បើមាននិស្ស័យជួបគ្នាហើយទៅខ្ញុំសំពះលាគ្រូរបបប៉ុលពតក៏ត្រូវបញ្ចប់គ្រួសារខ្ញុំក៏ត្រឡប់មកភ្នំពេញវិញលើកលែងតែពុកយើងត្រូវចាប់ផ្ដើមអ្វីគ្រប់យ៉ាងសូម្បីតែផ្ទះក៏យើងត្រូវចាប់ផ្ទះថ្មីដែរនេះហើយខ្សែជីវិតរបស់ខ្ញុំក្នុងរបបឈុតខ្មៅដែលជាគុកឥតជញ្ជាំងដែលជាវាសនាពណ៌បៃតងដែលមានកម្លាំងញើសឈាមរបស់ពួកយើងផ្ទុយទៅវិញយើងបែរជាមិនអាចហូបឆ្អែតតាមតម្រូវការរបស់សារពាង្គកាយពុកបៃតងជាអតីតកាលដែលខ្ញុំមិនអាចបំភ្លេចបានទេព្រោះខ្ញុំត្រូវឆ្លងកាត់ពេលវេលារស់រៀនភ័យខ្លាចស្រពេចស្រពិលគិតតែខ្លួនឯងត្រូវស្លាប់ពេលណាវាជាពេលដែលខ្ញុំត្រូវបាត់បង់ពុកទៀតប៉ុន្តែខ្ញុំសំណាងមានម៉ែនិងបងស្រីថ្ងៃនេះជាថ្ងៃទី17ខែមេសាឆ្នាំ2020វ័យរបស់ខ្ញុំឈានចូល51ហើយឃើញអត់គ្មានឆ្នាំណាដែលខ្ញុំមិននឹកថាជីវិតរបស់ខ្លួនឯងរួចខ្លួនទេដោយសារតែបានឆ្លងកាត់ពេលវេលាឥតកោះត្រៃនេះទើបខ្ញុំដឹងថាជីវិតការឆ្លងអាយុជីវិតគឺសំខាន់ហើយកុំគិតបោះបង់ខ្លួនឯង
ពោលគឺបញ្ហាដែលខ្ញុំជួបរាល់ថ្ងៃនេះណាមិនគួរឲ្យខ្លាចរួចអារម្មណ៍ខ្លាចស្លាប់កាលពីសម័យ3ឆ្នាំ8ខែ20ថ្ងៃនេះទេ